វីដេអូនេះសូមផ្ដាំផ្ញើទៅបងប្អូនស្រីៗផងណាហើយវីដេអូនេះមិនមានបំណងមើលងាយបងប្អូនប្រុសមួយចំនួនទេប៉ុន្តែក្នុងនាមជាមនុស្សប្រុសបើយើងមិនទាន់មានលទ្ធភាពអាចចេះរកលុយរកស៊ីឬធ្វើការដើម្បីរកប្រាក់ចំណូលមកចិញ្ចឹមខ្លួនយើងរស់ហើយនឹងអាចជួយចិញ្ចឹមមើលថែមនុស្សដែលយើងស្រឡាញ់ឲ្យរីកចម្រើនទេយើងមិនគួរទៅពាក់ព័ន្ធឬមួយស្រឡាញ់មនុស្សស្រីណាម្នាក់ពីព្រោះពេលខ្លះវាអាចបំពេញនូវការសប្បាយរបស់យើងប៉ុន្តែវាបានកំពុងតែបំផ្លាញជីវិតនិងអនាគតមនុស្សស្រីដ៏ល្អម្នាក់ដូច្នេះក្នុងនាមជាមនុស្សប្រុសយើងត្រូវមានការទទួលខុសត្រូវខ្ពស់ជាមនុស្សស្រីម្នាក់សម័យឥឡូវបើសិនជាឆ្លាតវៃហើយមើងម៉ាត់ច្បាស់លាស់ពូកែនៅក្នុងការចេះជ្រើសរើសដៃគូជីវិតណាគឺមនុស្សស្រីនឹងមានជីវិតល្អរីកចម្រើនមានក្តីសុខមានសុភមង្គលមានលុយមានកិត្តិយសគ្រប់យ៉ាងប៉ុន្តែទោះបីជាមនុស្សស្រីនឹងស្អាតក៏ដោយបើសិនជាគាត់ធ្វេសប្រហែសនៅក្នុងការជ្រើសរើសដៃគូជីវិតជួបមនុស្សមិនល្អគាត់នឹងពិបាកហើយគាត់នឹងគ្មានលុយពេលខ្លះគ្មានកិត្តិយសហើយជីវិតគាត់ឲ្យក្រោយនឹងកាន់តែលំបាកទៀតដូច្នេះវីដេអូនេះខ្ញុំចែកម្លែកថាជាមនុស្សស្រីយើងគួរឆ្លាតវៃក្នុងការជ្រើសរើសដៃគូជីវិតយ៉ាងម៉េចដើម្បីឲ្យជីវិតយើងរីកចម្រើនទាំងសុភមង្គលលុយកាក់កិត្តិយសគ្រប់បែបយ៉ាងខ្ញុំសូមលើកយករឿង3យ៉ាងដែលរឿងទាំង3ហ្នឹងសូមបងប្អូនស្រីស្ដាប់ហើយគិតរឿងទី1នោះមានមនុស្សស្រីម្នាក់គាត់និយាយថាគាត់សុខចិត្តជ្រើសយកមនុស្សប្រុសម្នាក់ដែលអត់លុយដែលមានលុយតិចតួចក៏គាត់យកដែរដោយសារអីគាត់ឃើញមនុស្សប្រុសហ្នឹងឆាតមកគាត់2-3ឆ្នាំហើយតែតែឆ្លៀតឆាតតាម Facebook Telegram ឬ Like TikTok គាត់2-3ឆ្នាំហើយដូច្នេះគាត់គិតទៅគ្មានមនុស្សប្រុសណាល្អជាងប្រុសម្នាក់ហ្នឹងទេព្រោះគេស្មោះត្រង់គេតែតាមឆាតល្អពីគាត់2-3ឆ្នាំហើយដូច្នេះគាត់នឹងសម្រេចចិត្តយកមនុស្សប្រុសម្នាក់ហ្នឹងទោះបីម្នាក់ប្រុសមិនសូវមានលុយតិចតួចក៏ដោយដូច្នេះថ្ងៃក្រោយនឹងពិបាកទាំងអស់គ្នាអត់លុយអត់ទាំងអស់គ្នាប្រឹងរស់ស្រឡាញ់គ្នាដូច្នេះកន្លែងនេះហើយដែលជាបញ្ហាតែមិនមែនខ្ញុំចង់និយាយថាសិតតែមនុស្សប្រុសសិតតែអាក្រក់ចឹងទេណាតែមានមនុស្សប្រុសមួយចំនួននោះបងប្អូនស្រីដឹងដែរគាត់ឆាតមករកយើងជាមនុស្សស្រីហ្នឹងណា2-3ឆ្នាំហើយគាត់តែងតែឆាត take care និយាយល្អមកយើងប៉ុន្តែនៅពីក្រោយខ្នងមិនមែនគាត់ឆាតមករកយើងតែម្នាក់ទេណាគាត់ឆាតទៅរកមនុស្សស្រី10នាក់20-30នាក់បែបហ្នឹង2-3ឆ្នាំហើយណាដូច្នេះក្នុងកំឡុងពេល2-3ឆ្នាំហ្នឹងមនុស្សស្រីណាម្នាក់ដែលចិត្តទន់មករកគាត់គឺគាត់យកតែនឹងឯងតែខ្ញុំនិយាយនេះមិនមែនមនុស្សប្រុសសិតតែបែបហ្នឹងទេប៉ុន្តែមានមនុស្សប្រុសបែបហ្នឹងអាហ្នឹងមនុស្សប្រុសគេហៅយុទ្ធសាស្ត្រហ្នឹងហៅថាយុទ្ធសាស្ត្រចិញ្ចឹមព្រៃណាចិញ្ចឹមព្រៃមិនខ្លាចអស់ដុតទេតែមានខាតបងអីគាត់ទៅឆាតទៅលេងមនុស្សស្រី10-20នាក់ពីមួយថ្ងៃម្ដងឆាត2-3ឆ្នាំមានអីខាតបងចៃដន្យក្នុងនោះមានមនុស្សស្រីណាម្នាក់ខូចចិត្តទុនចិត្តមកពេលអាចងាកមករកមនុស្សប្រុសហ្នឹងដូច្នេះមនុស្សប្រុសហ្នឹងនឹងមានឱកាសដូច្នេះកន្លែងនេះគឺប្រុងប្រយ័ត្នមែនទែនហើយទៅជឿខ្ញុំមនុស្សយើងកុំថាអត់លុយអាចមានសុភមង្គលមិនអាចទេអត់លុយមនុស្សស្រឡាញ់គ្នាក៏ដោយពេលខ្លះក៏ត្រូវឈ្លោះគ្នាដែរព្រោះកាលណាជួបការលំបាកខ្លាំងពេកសម្ពាធច្រើនពេករឿងរាល់ថ្ងៃខ្ញុំប្រាប់ទៅរកសុភមង្គលមិនឃើញទេរកកិត្តិយសមិនឃើញទេកាលខ្ញុំនៅក្មេងខ្ញុំមើលរឿងថៃមួយល្អមែនតើចំណងជើងដាក់តម្រាំតែដឹងក្តីម្នាក់ស្រីនឹងស្អាតណាហើយកូនអ្នកមានខ្លាំងហ្មងនៅក្នុងទីក្រុងដែលគាត់រស់នៅគាត់ទៅរៀនវិទ្យាល័យគាត់បែរជាស្រឡាញ់ប្រុសស្អាតម្នាក់តែជាប្រុសកូនអ្នកក្រទេហើយគាត់អត់គិតថាលុយកាក់ទ្រព្យសម្បត្តិមានតម្លៃទេពេលនោះគាត់គួរសម្រេចចិត្តអត់ស្ដាប់ម៉ែឲ្យគាត់ប្រត់គ្នាជាមួយប្រុសហ្នឹងទីបំផុតជីវិតគាត់ចុងក្រោយនៅក្នុងរឿងហ្នឹងណាគឺម្នាក់ស្រីហ្នឹងទៅជាមនុស្សស្រីលក់ខ្លួនកើតអេទៀតឲ្យម្នាក់ប្រុសហ្នឹងងាប់បាត់ពលរដ្ឋរស់នៅស្រុកឆ្ងាយជួបការលំបាកច្រើនពេកជួបគ្រោះថ្នាក់ច្រើនពេកតែរឿងថៃមួយហ្នឹងអប់រំអស្ចារ្យមែនតើតម្រាំតែដឹងក្តីខ្ញុំចាំម្នាក់ស្រីហ្នឹងគាត់យល់ថាជីវិតគួររើសនៅយ៉ាងម៉េចតម្រាំតែគាត់ដឹងក្តីព្រោះគាត់សម្រាប់ចិត្តគាត់ក្នុងនៅវិទ្យាល័យនៅក្មេងណាតម្រាំតែគាត់ដឹងក្តីអ្វីគ្រប់យ៉ាងហួសពេលហើយជីវិតមនុស្សទៅមុខមិនអាចបកក្រោយដូច្នេះកន្លែងនេះខ្ញុំនៅតែនិយាយដដែលជាមនុស្សប្រុសត្រូវមានការទទួលខុសត្រូវបើខ្លួនឯងមិនទាន់នឹងថឹងសេដ្ឋកិច្ចមិនទាន់មានចំណូលច្បាស់លាស់មិនទាន់គាត់ថាអាចជួយខ្លួនឯងគ្រួសារខ្លួនឯងមិនអាចជួយមនុស្សខ្លួនឯងស្រឡាញ់ផងកុំទៅពាក់ព័ន្ធគេអនាគតកូនស្រីគេអនាគតមនុស្សម្នាក់ដ៏ល្អរុងរឿងណាបើថាមនុស្សស្រីសិតតែអត់ចេះរកលុយទេប៉ុន្តែយើងជាមនុស្សប្រុសត្រូវប្រកែរកលុយតែមានសមត្ថភាពមើលថែគេទោះបីគេចេះរកលុយក៏យើងត្រូវតែមើលថែចិញ្ចឹមជួយគេគ្រប់យ៉ាងដែរមិនថាអូខ្ញុំអ្នកក្រទេខ្ញុំរកមនុស្សស្រីចេះរកលុយហើយក្រោយគាត់ចេះរកលុយគាត់នឹងថឹងហើយខ្ញុំនឹងវិវត្តកើតអានឹងបានជាមនុស្សប្រុសទេណាដូច្នេះរឿងទី1នេះសូមបងប្អូនសិស្សប្រយ័ត្នមើលមនុស្សប្រុសប្រភេទហ្នឹងហើយខ្ញុំសូមលើកយករឿងទី2មួយទៀតរឿងហ្នឹងកើតឡើងពិតមែនខ្ញុំសង្កេតឃើញម្នាក់ស្រីមួយនោះគាត់ស្អាតណាគាត់នៅក្មេងអាយុប្រហែលជា20ឆ្នាំតែស្អាតមែនតើមនុស្សប្រុសច្រើនណាស្រឡាញ់គាត់ហើយគាត់រើសបានមនុស្សប្រុសល្អណាធ្វើសង្សារគាត់គេជួយលុយគាត់អត់ន័យថាគាត់មុននឹងយកមនុស្សប្រុសណាម្នាក់គាត់មើលណាមានលុយមានកាក់ច្បាស់លាស់ជួយលុយគាត់មួយរយៈហើយច្បាស់លាស់មួយគាត់ហើយមិនគាត់យកតែនឹង
ប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងល្ងងមួយយ៉ាងល្ងងត្រង់ថាឲ្យតែលុយដែលសង្សារខ្លួនជួយគាត់ចាយតិចតិចអស់អត់សល់ទេចាយទៅលើសម្ភារៈនិយមទូរស័ព្ទសម្លៀកបំពាក់គ្រឿងប្រើប្រាស់ឡានហើយពេលខ្លះគាត់យកលុយដែលបានច្រើនពាន់ច្រើនម៉ឺនដុល្លារទៅបើករកស៊ីតែគាត់អត់ចេះរកស៊ីសោះខាត់តិចតិចអស់នេះហើយបែកសង្សារមួយគាត់យកសង្សារមួយទៀតតែគាត់បកកែក្នុងការរើសសង្សាររើសបានសិតតែកូនអ្នកមានកូនគេដែលមានលទ្ធភាពអ្នកដែលមានលទ្ធភាពធ្វើការរកចំណូលអ្នករកស៊ីបានលុយសំរុំជួយគាត់រើសបានល្អតែគាត់បរាជ័យមួយជ្រុងគឺគាត់បានលុយមកហើយគាត់អត់ចេះរក្សាលុយនៅខ្លួនគាត់ចេះយកលុយទៅបង្កើតលុយបែរជាស៊ីចាយដើម្បីឲ្យជីវិតហឺហារស់របៀបដូចកូនអ្នកមានគេហៅជុះតាមតម្រៃណាគាត់ភ្លេចគិតថាតើគាត់ស្អាតនឹងបានប្រហែលឆ្នាំដូច្នេះពេលដែលគាត់ដូរសង្សារមួយទៅសង្សារមួយយូរទៅច្រើនឆ្នាំក្រោយមកលុយដែលគេជួយរាប់ម៉ឺនដុល្លារក៏ខ្ទេចខ្ទីដែរគេជួយមួយខែរាប់រយរាប់ពាន់បូកទៅរាប់ម៉ឺនរាប់សែនខ្ទេចខ្ទីអស់ចាយខ្ទេចខ្ទីអស់រស់ស៊ីអត់ដឹងអីខាតខ្ទេចខ្ទីអស់នេះដល់គាត់អាយុកាន់តែច្រើនទៅគាត់ធ្លាក់ទៅដល់ដំណាក់កាលមួយគឺគាត់ឈានទៅដល់ធ្វើជាមនុស្សស្រីក្រៅខេឬមួយក៏ទៅកំដរភ្ញៀវម្ដងលក្ខណៈ private តែគាត់នៅតែរកលុយបានអញ្ចឹងពួកគាត់ជួបភ្ញៀវជួបអីគាត់បានលុយច្រើនគាត់នៅបន្តជ្រឹកមួយចាយវាយរហូតដល់គាត់ធ្លាក់ទៅដល់ចំណុចមួយនោះគាត់លេងថ្នាំទៀតគាត់លុយទៅហូបបានគាត់ទៅលេងថ្នាំលេងអីចាយទៅដែរអត់ចោលជ្រឹកហ្នឹងជីវិតគាត់ចុងក្រោយហ្នឹងមិនទេគឺគាត់ត្រូវទៅរស់នៅខេត្តត្រឡប់ទៅភូមិកំណើតគាត់វិញយ៉ាងវេទនាព្រោះពេលគាត់អាយុច្រើនទៅគាត់លែងសូវស្អាតហើយជីវិតគាត់ញ៉ៃញ៉ៃមនុស្សឡាត់មនុស្សប្រុសច្រើនពាក់ព័ន្ធថ្នាំហើយចុងក្រោយគ្មានសល់លុយទេលុយតែបានរាប់ម៉ឺនរាប់សែនដុល្លារតិចតិចអស់ឆ្នេះករណីគាត់នឹងខ្ញុំអាសាថាគាត់ប្រកែក្នុងការរើសមនុស្សប្រុសប៉ុន្តែគាត់បរាជ័យក្នុងការមិនចេះថែរក្សាលុយមិនចេះចាយលុយឲ្យត្រឹមត្រូវមិនចេះយកលុយទៅបង្កើតលុយគាត់ចាយខ្ជិះខ្ជាយបំផ្លាញលុយខ្ទេចហើយគាត់ភ្លេចគិតថាមកជីវិតគាត់ស្អាតបានមួយឆ្នាំហើយរកលុយបានមួយឆ្នាំទៅលើការពឹងពាក់លុយពីមនុស្សប្រុសបែបហ្នឹងតែមនុស្សប្រុសនៅតែចិញ្ចឹមគាត់ជួយគាត់រហូតមកជីវិតមែនឥឡូវខ្ញុំសូមលើកយករឿងទី3មួយក៏ជារឿងពិតដែរមានបងអូនស្រីម្នាក់នោះគាត់មិនសូវជាអ្នកមានទេជាភាពមធ្យមតែឥឡូវនេះគាត់មានលុយច្រើនមានផ្ទះ 3-4 ផ្ទះមានឡានទំនើបជិះដូច្នេះបងប្អូនស្រីបើសិនជាអាចគួរតែមើលរូបមន្តផុសបងអូនស្រីម្នាក់នេះធ្វើតាមគាត់គឺល្អណាស់បងអូនស្រីម្នាក់ហ្នឹងគាត់ឆ្លាតណាស់នៅក្នុងការជ្រើសរើសមនុស្សប្រុសគាត់រកមនុស្សប្រុសដែលមានសមត្ថភាពហើយស្គាល់គ្នាទៅមានចិត្តស្រឡាញ់គាត់ពិតប្រាកដហើយចេះជួយគាត់ជួយជាលុយកាក់ឬជួយជាអ្វីផ្សេងអញ្ចឹងតែមើលទៅជួយគាត់សំរុំច្បាស់លាស់គាត់សម្រេចចិត្តនៅជាមួយហើយពេលនៅជាមួយគាត់បានលុយមកមិនគាត់ចាយខ្ជិះខ្ជាយគាត់ទុកដាក់លុយច្បាស់លាស់របស់គាត់ណាហើយគាត់សង្កេតប្រុសទៀតបើបាននៅមួយគាត់ហើយនៅតែស្រឡាញ់គាត់ដដែលជួយគាត់ដដែលគាត់នៅមួយតប៉ុន្តែបើប្រុសខ្លះគាត់ជួបប្រុសដំបងណាពេលដែលដំបងចេះលុយមួយគាត់ជួយគាត់ដល់ពេលបាននៅមួយគាត់ហើយបានសេចក្តីទុកចិត្តមួយគាត់ហើយបែរជានឿយណាយខូចទៅមានផ្សេងគាត់អត់មានរៀនរែកទេគាត់ផ្ដាច់ចោលហ្មងអត់មានខ្វល់ខ្វាយគាត់ផ្ដាច់ចោលហើយគាត់ធ្វើវិធីសាស្ត្រដដែលគាត់មើលណាល្អមានសមត្ថភាពជួយលុយជួយកាក់គាត់ច្បាស់លាស់ហើយគាត់រស់នៅមួយទៀតហើយគាត់សង្កេតមើលថាបន្ទាប់ពីនៅគាត់នៅតែស្រឡាញ់គាត់អត់គឺគាត់ប្រើវិធីសាស្ត្រហ្នឹងគាត់ប្រើរហូតដល់សង្សារទី4ទី5របស់គាត់ចុងក្រោយនេះបានជាមនុស្សប្រុសល្អគឺគេជួយគាត់តាំងពីមុននៅមួយគ្នារហូតដល់នៅមួយគ្នាគេជួយគាត់ច្រើនឥឡូវនេះគេមានឡានមានផ្ទះច្រើនទៀតដូច្នេះកន្លែងនេះរូបមន្តល្អហើយគំនិតអ្នកស្រីនឹងល្អគាត់ចេះទុកដាក់លុយតែបានមកគាត់អត់ចាយខ្ជិះខ្ជាយគាត់ទុកដាក់ច្បាស់លាស់គាត់បង្កើតសេដ្ឋកិច្ចគាត់ឲ្យខ្លាំងដល់អញ្ចឹងមនុស្សប្រុសគាត់ទៅដល់តម្លៃគាត់យកលុយមកទុកដាក់អត់ចាយខ្ជិះខ្ជាយហើយទៅមុខគាត់ទៅរៀនជំនាញច្បាស់លាស់មួយគាត់បើករកស៊ីនៅផ្ទះគាត់ទៀតម្នាក់ប្រុសចុងក្រោយតែគាត់ពេញចិត្តហ្នឹងគឺឥឡូវរស់នៅមួយគ្នាមានសុភមង្គលគេមានឡានមានផ្ទះគ្រប់យ៉ាងមានកិត្តិយសខ្លាំងណាស់ឡើយនេះដូច្នេះសូមឲ្យបងប្អូនយើងប្រើរូបមន្តផុសម្នាក់ស្រីទី3នេះតែជឿថាមនុស្សប្រុសតែយើងជួបអ្នកមិនល្អបោះចោលហើយយើងនឹងធ្វើជាខ្លួនយើងចេះថែរក្សាសម្រស់ចេះថែរក្សាសុខភាពចេះថែរក្សាលុយកាក់ដែលមានបង្កើតសម្រស់កិត្តិយសជូនខ្លួនឯងជានិច្ចហើយមនុស្សប្រុសថាមិនល្អបោះចោលទេឲ្យតែយើងរក្សាសម្រស់បានកិត្តិយសបានសេដ្ឋកិច្ចយើងបានគឺមុនក្រោយយើងនឹងជួបមនុស្សប្រុសដែលល្អហើយហើយយើងសម្រស់ខ្លួនយើងមិនស្រឡាញ់ផងលុយកាក់មកចាយខ្ជះខ្ជាយខ្ទេចអស់កិត្តិយសខ្លួនមិនស្រឡាញ់ផងគឺយើងមិនអាចជួបបានមនុស្សប្រុសល្អម្នាក់ទេមានមនុស្សប្រុសណាចង់រស់នៅឬរៀបការមួយមនុស្សស្រីម្នាក់ដែលមិនស្អាតឬមួយក៏មិនចេះទុកដាក់លុយមិនចេះស្រឡាញ់កិត្តិយសខ្លួនទេណាពីរូបមន្តទី3នេះល្អណាស់ក៏មានដែលខ្ញុំសង្កេតឃើញខ្ញុំសូមនិយាយមិនប៉ះពាល់លើបងប្អូនស្រីៗខ្លះទេប៉ុន្តែអ្នកខ្លះពីមុនគាត់ជាមនុស្សស្រីមួយដែលធ្វើការតាមខារ៉ាអូខេទេគាត់ក្រទេប៉ុន្តែគាត់ប្រើរូបមន្តហ្នឹងរូបមន្តមនុស្សស្រីទី3ហ្នឹងឥឡូវនេះក៏គាត់ខ្លាចជាអ្នកមានដែររូបមន្តទី3នេះគឺអស្ចារ្យណាស់ខ្ញុំសង្ឃឹមថាការចែករំលែកហ្នឹងគឺខ្ញុំគ្មានបំណងប៉ះពាល់មើលងាយទៅលើនរណាម្នាក់ទេណាគាត់នៅក្នុងនាមជាខ្មែរម្នាក់ខ្ញុំស្រឡាញ់បងប្អូនស្រីៗនិងបងប្អូនប្រុសៗយើងដូចគ្នាទាំងអស់តែសូមឲ្យយើងរស់នៅដោយក្តីស្រឡាញ់ជួយគ្នាពិតប្រាកដដូចចំណើទាំងអស់គ្នាខ្ញុំដើម្បីតែក្តីសុបាយខ្លួនឯងតែធ្វើបាននេះធ្វើបាននេះនោះបំផ្លាញជីវិតគេណាដូច្នេះសូមឲ្យរឿងមួយនេះអាចចូលរួមចំណែកជួយបងប្អូនស្រីៗយើងឲ្យរឹងមាំរីកចម្រើនជោគជ័យទាំងអស់គ្នា